សួស្តីអ្នកនរគ្នាសូមស្វាគមន៍ចូលមកកាន់ blog ថ្មីរបស់ខ្ញុំទៀតហើយថ្ងៃនេះខ្ញុំហើយនឹងគ្រួសាររបស់ខ្ញុំនឹងបានដាក់មកទ្រីបធ្វើដំណើរកំសាន្តបែបលក្ខណៈគ្រួសារម្ដងបន្ទាប់ពីជីអស់រយៈពេលយូរទៅយើងបានមកដល់កំពង់មូត្រេននេះគាត់ដឹងគាត់ឃើញកំពង់មូត្រេនយើងដឹងថាទៅណាប្រៃនេះគឺយើងមកខេត្តកំពតហើយគោលបំណងរបស់ខ្ញុំនឹងគឺមកលេងទឹកអញ្ចឹងចាំមើលទស្សនាមើលទាំងអស់គ្នាថាខ្ញុំបានលេងទឹកអត់ហើយពេលយើងក៏បានមកដល់កន្លែងSesmod និងនាឡិកាលេងទឹករួមតាមភ្លេងនេះដែរហើយបានថតពីពិព័រណ៍ជុំគ្រួសារដែរប៉ុន្តែទូរស័ព្ទខ្ញុំអត់បានថតទេដោយសារជប់ថតវីដេអូអញ្ចឹងទៅនៅទូរស័ព្ទផ្សេងនៅទូរស័ព្ទបងប្អូនជាអ្នកថតខ្ញុំណែបានថតថាវីដេអូរូបថតខ្លួនឯងបន្តិចបន្តួចទេនិយាយទៅមកខេត្តកំពតជាប់ចិត្តតានៅកន្លែងហ្នឹងបន្ទាប់ពីយើងទស្សនាមើលហើយយើងថតរូបអីហើយបានធ្វើដំណើរមកកន្លែងផ្សារក្តាមដើម្បីទិញអីហូបដែលថាយើងមកហ្នឹងវាម៉ោងចិត្តដល់ម៉ោងថ្ងៃបាយថ្ងៃត្រង់អីចឹងទៅបានឲ្យម៉ាក់ហើយនឹងយាយគាត់ទៅទិញម្ហូបដើម្បីទុកអាហារពេលថ្ងៃត្រង់ហ្នឹងហើយសម្រាប់ពួកខ្ញុំវិញបានដើរមកកន្លែងនេះកន្លែងចំណតទូកនេះគេដើរថតរូបលេងហើយមើលទេសភាពមិនតែបើកន្លែងហ្នឹងបងខ្ញុំហៅថាស្ពានឡើងឋានសួគ៌កន្លែងកប៉ាត់គឺកន្លែងចំណតកប៉ាល់ចំណតអីដោយសារមកលើកមុនអញ្ចឹងទៅវាអត់ទាន់ហ្នឹងទាន់ហើយឯងដល់ហើយដល់មកលើកនេះគេធ្វើហើយអញ្ចឹងទៅដើរឡើងលេងសំខាន់ទេសភាពកន្លែងហ្នឹងស្អាតណាស់ចង់ប្រាប់ថាមកលើកនេះវាថាអត់ចង់ទៅវិញទេមកលើកមុនវាថាអត់សូវស្អាតអីមានអារម្មណ៍ថាចង់ទៅផ្ទះវិញតែមកលើកនេះអត់ចង់ទៅទេនេះបន្ទាប់ពីបានទិញអីហូបអីហើយក៏បានធ្វើដំណើរទៅរកកន្លែងហូបអីឥឡូវបានរកកន្លែងឃើញហើយនៅក្រោមដើមឆាត់នេះហើយក៏បានរៀបចំម្ហូបអាហារដើម្បីហូបជាអាហារថ្ងៃត្រង់បន្ទាប់ពីហូបអីហើយក៏យើងបានចេញដំណើរទៅលេងទឹកម្ដងបន្ទាប់ពីទុកឡានទុកអីហើយអស់ហើយបានដូរកៅអៅហើយបានចុះមកលេងទឹកហើយបងប្អូនខ្ញុំនេះបើគាត់បានចុះលេងទឹកអស់ហើយប៉ុន្តែធ្វើទៅវិញសម្រាប់ខ្ញុំវិញអត់លេងទឹកអីសំខាន់យកកៅអៅមកលេងដែរប៉ុន្តែអត់លេងសុខចិត្តនៅថតរូបលេងដើរលេងនៅលើឆ្នេរកែបនឹងវិញសំខាន់មនុស្សច្រើនណាស់មនុស្សច្រើនហើយក្តៅទៀតអញ្ចឹងបានថានៅផ្ទះចង់គិតថាមកលេងទឹកសមុទ្រមកមុជទឹកដល់មកដល់ហើយអត់មុជបាទ3អ្នកបងប្អូនខ្ញុំនេះអត់មុជទឹកសមុទ្រទេប៉ុន្តែនាំគ្នាដើរលេងវិញបន្ទាប់ពីមុជអីមុជហើយអស់ហើយបានធ្វើដំណើរទៅកន្លែងដើរលេងមួយទៀតដោយសារមកលើកមុនមកលេងមិនមកលេងតាកពតមួយគេគឺយើងមកលេង2កន្លែងទៅ3កន្លែងអីឥឡូវហើយបានមករកផ្លូវមកលេងមកកន្លែងទៀតសំខាន់កន្លែងដើរលេងហ្នឹងវានៅចិត្តគ្នានឹងទេប៉ុន្តែវាគ្រាន់តែបាក់តិចដោយសារមកលើកមុនគេធ្វើផ្លូវធ្វើអីតន់ស្អាតចឹងទៅវាអត់អីដល់មកធ្វើស្អាតធ្វើអីហ្នឹងវិញផ្លូវបន្ទាប់ពីវិញផ្លូវវិញអីហើយអស់ហើយយើងបានមកដល់កន្លែងដើរលេងមួយទៀតហើយក៏បានចុះពីលើឡានមកដើរលេងមកកន្លែងនឹងទៀតទៅគឺកន្លែងហ្នឹងគឺជាកន្លែងដែលបើមកលើកមុនម្ដងប៉ុន្តែគេតន់រៀបចំអីស្អាតទេគឺកន្លែងហ្នឹងជាសហគមន៍ទេសចរធម្មជាតិព្រៃសង្កែឬហៅមួយទៀតហៅសហគមន៍ព្រៃកោងកានសំខាន់ចូលទៅមកលុបសជ្ជៈស្រួលណាមកកន្លែងហ្នឹងមករកតាជីទូកឯងដោយសារមកលើកមុនវាមកម្ដងហើយជីទូកសំខាន់សម្រាប់ខ្ញុំនេះវិញមាត់នៅអត់ចេះឆ្ងៀមទេដោយសារអីប្រហិតនៅនឹងវាឆ្ងាញ់ដោយសារគេធ្វើប្រហិតមកនឹងធ្វើជាប្រហិតត្រីឆ្លាតអញ្ចឹងទៅវាដាំម្សៅដែរទៀតមើលទៅតំណងមានណាហូបរហូតដើរហូបរហូតវាថាចូលហើយទិញអាចចេញទៅទេហើយក៏រៀបចំទិញដែរសំខាន់មើលទៅទេសភាពស្អាតណាស់ប៉ុន្តែប្រចាំមើលមុខខ្ញុំទេមើលតែទេសភាពទៅបន្ទាប់ពីដើរចុះដើរឡើងមានកន្លែងមានណាថតរូបពីពិព័រណ៍ដែរទៅព្រោះថាវាទេសភាពស្អាតពេក
គោលនងចង់ទីជោគឥឡូវអត់បានជិះទេឥឡូវយើងបានធ្វើដំណើរទៅផ្ទះវិញហើយវីដេអូរបស់យើងក៏បានត្រូវបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំ